រឿងឆ្កែមើលឃើញខ្មោចជាហេតុភេទស្រុកខ្ញុំបាទធ្លាប់បានឮម្ដាយនិងឪពុកខ្ញុំក៏តែងនិទានប្រាប់ថាបើឮឆ្កែលូឬព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់នៅភូមិណាស្រុកណាក្រៅអំពីក្រុងព្រោះពុំសូវមានមនុស្សកកក្នុងពេលយប់ស្រុកភូមិនោះច្រើនតែកើតជំងឺពុំសូវបានសេចក្តីសុខត្បិតខ្មោចបិសាចវាដើររាតត្បាតធ្វើឲ្យមនុស្សឈឺសឹងតែគ្រប់គ្នាព្រោះឆ្កែមើលឃើញខ្មោចដំណើរចាស់ថាឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថាជាយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ប៉ុន្តែមិនបានប្រកាសឈ្មោះបុរសនោះដើរក្បែរទីទួលមួយដែលមានព្រៃស៊ុបទ្រុបគេកប់ខ្មោចក្នុងព្រៃនោះច្រើនណាស់លុះដល់ទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅពិតណាស់ប៉ុន្តែគាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាខ្មោចឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលៀងអារក្សឯណោះបុរសឮហើយក៏សួរទៅវិញថាចុះឯងឲ្យអញប្រាប់មិនបានបើអញមើលប្រពន្ធឯងមិនឃើញផងក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺថ្នាំសម្រាប់មើលឃើញខ្មោចទាំងអស់ខ្មោចឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបុរសនោះកាលណាបើបានប្រទាលប្រហោងនោះហើយមើលឃើញខ្មោចនៅពេញតាព្រៃគាត់ចេះតែដើរទៅគ្មានភិតភ័យខ្លាចអ្វីឡើយគាត់ដើរតម្រង់ទៅផ្ទះណាគេលៀងអារក្សលុះទៅដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងតែស៊ីពែសំណែនដែលសែននៅពីពេញជាច្រើនណាស់បុរសនោះក៏ស្រែកទៅហៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយក៏បោយដៃហៅចំពីមុខនិយាយថាដៃហងឲ្យទៅវិញឲ្យឆាប់ព្រោះកូនយំខ្លាំងណាស់ខ្មោចនឹកឆ្ងល់ថាម្ដេចក៏បុរសនោះមើលឃើញអញបើទើបដើរសំដៅទៅហើយសួរថាចុះអ្នកឯងធ្វើម្ដេចក៏មើលឃើញយើងបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយថានេះជាប្រទាលដែលប្តីហងឯងឲ្យអញបានជាអញមើលឃើញខ្មោចនោះគ្រាន់តែឃើញប្រទាលនោះភ្លាមក៏ស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសនោះពុំព្រមឲ្យក៏មានការវាយប្រហារតគ្នាទៅវិញទៅមកដណ្ដើមប្រទាលប្រហោងនោះទៅបុរសនោះចេះតែស្រែកហៅគេឯងឲ្យជួយប៉ុន្តែអ្នកទាំងអស់នោះមើលទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះឃើញតែស្ទុះស្ទាតែម្នាក់ឯងម្លោះហើយគេក៏នាំគ្នាទៅស្រឡាំងកាំងរកជួយមិនកើតលុះប្រវាយប្រតប់គ្នាអស់រយៈពេលមួយសន្ទុះធំហើយក៏បុរសនោះចង់រសាយដៃក៏របូតប្រទាលនោះពីដៃទៅខ្មោចស្ទុះប្រុងរើសយកទៅតែពេលនោះឆ្កែឃើញភ្លាមក៏ស្ទុះផ្លែតមកត្របាក់លេបចូលទៅក្នុងពួកបាត់ហេតុនេះហើយបានជាឆ្កែមើលឃើញខ្មោចដោយសារមានរឿងនិទានយ៉ាងនេះបានជាមានជំនឿថាឆ្កែវាមើលខ្មោចឃើញបើឆ្កែព្រុសឬក៏លូក្នុងពេលយប់ព្រោះវាឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងនោះដើម្បីយកមកប្រើការស័ក្តិសិទ្ធិផ្សេង